ចឹងទិសទាំង8នេះលោកឲ្យបានធ្វើការចែករំលែកហើយទិសខាងកើតដែលគេហៅថាជាទិសបូរគឺជាទិសដែលទេវតាចរះឡើងពីទិសខាងកើតហើយក៏ជាទិសដែលឈរកាន់ដោយអាទិទេពគ្រប់អង្គព្រះអរហន្តគ្រប់អង្គនិងទេវតាគ្រប់អង្គតែគេចុះមកពីទិសខាងកើតឈរបែបប្រភពពីកើតទៅលិចដើម្បីប្រោសប្រទានផ្ដល់ពន្លឺទាំងឡាយដល់សត្វលោកទាំងពួងដែលនៅទិសខាងលិចហើយគ្រប់ព្រះដែលត្រាស់ដឹងត្រូវតែធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចដើម្បីផ្សព្វផ្សាយព្រះធម៌ឲ្យមនុស្សទាំងឡាយបានស្គាល់អំពីទង្វើល្អអាក្រក់បាបបុណ្យខុសត្រូវសថ្មីទាំងពួងហ្នឹងឃើញទេនឹងទិសខាងកើតគេធ្វើប្រាសាទនៅទិសខាងកើតគឺសំដៅទៅលើប្រាសាទនោះគឺជាប្រាសាទមួយដែលគេប្រតិស្ថានឡើងសម្រាប់ព្រះអាទិទេពដែលយាងចុះពីឋានមកហ្នឹងចុះមកឋានកណ្ដាលហ្នឹងគឺមានប្រាសាទមួយប្រតិស្ថានត្រៀមចាំអាទិទេពក៏ដូចជាព្រះគ្រប់អង្គហ្នឹងយាងចុះមកឋានកណ្ដាលគឺមានកន្លែងគង់នៅពិតប្រាកដអញ្ចឹងហើយបានជានៅក្នុងមហានគរយើងមានប្រាសាទខ្លះដែលគេធ្វើពាក់ព័ន្ធជាមួយនឹងព្រះអាទិទេពហ្នឹងគឺគេធ្វើពីកើតបែបម្លេចគ្រប់ប្រាសាទហ្នឹងឲ្យស្គាល់ពីទិសទាំង8ទិសខាងកើតហ្នឹងគឺឈរកាន់ដោយទេវតាឈរកាន់ដោយព្រះឈរកាន់ដោយទេវតាល្អគ្រប់អង្គទាំងអស់ណានៅទិសខាងកើតហ្នឹងរីឯបន្ទាប់ពីទិសខាងកើតមកគេហៅថាទិសអគ្នេយ៍ឈរកាន់ដោយអធិពលព្រាយក្បាល8ដែលគេហៅថាទិសទូភីស្ដេចក្របីនិងទិសព្រាយក្បាល8ទិសព្រាយក្បាល8នេះគឺជាទិសដែលបង្កអសន្នរោគបង្កមេរោគបំលែងខ្លួនមិនអាចឲ្យមនុស្សលោកទាំងឡាយណាមើលសភាវៈរូបរបស់អ្នកទាំងអស់នោះឃើញទេទិសអគ្នេយ៍ហ្នឹងហើយដែលមនុស្សទាំងឡាយកើតនៅអសន្នរោគកើតដោយជំងឺកើតនៅរោគគាទាំងឡាយវាផ្ដើមចេញអំពីអំណាចអធិពលនៃព្រាយក្បាល8ដែលឈរគង់នៅទិសអគ្នេយ៍នោះហើយឲ្យមនុស្សទ្រុឌទ្រោមមុនសច្ចធម៌កំណត់ឲ្យមនុស្សឈឺស្លាប់មុនសច្ចធម៌កំណត់បុគ្គលទាំងឡាយណាដែលព្យាយាមប្រឹងប្រែងរៀនប្រឹងប្រែងគោរពអធិពលនៃព្រាយអ្នកនោះបានសុខតែមួយរយៈខ្លីនៅពេលដែលអ្នកឯងនៅជាមនុស្សលោកប៉ុណ្ណោះពេលអ្នកឯងស្លាប់ពីមនុស្សលោកទៅអ្នកឯងនឹងត្រូវទទួលបានបាបកម្មមួយយ៉ាងធំធេងបំផុតដែលគ្មានឱកាសនឹងវិលមកចាប់កំណើតជាមនុស្សបានជាដាច់ខាតណាប្រយោជន៍ប្រឹងប្រែងរៀនស្នេហ៍ប្រឹងប្រែងរៀនអាគមវិជ្ជាផ្ដេសផ្ដាស់មិនស្គាល់ព្រះមិនស្គាល់ធម៌ពិតប្រាកដពឹងផ្អែកទៅលើអានុភាពព្រាយនឹងគឺជាប្រលឹងដែលស្លាប់ពីមនុស្សលោកទៅឲ្យយល់ច្បាស់ណាការនៅជាមនុស្សលោកនាំគ្នារៀនពើស្នេហ៍រហូតដល់កើតជាអាបដកកកតាំងពីនៅជាមនុស្សស្លាប់ទៅនោះឯងគេហៅថាប្រលឹងព្រាយហ្នឹងទិសអាគ្នេយ៍ហ្នឹងឯងហើយពពួកអស់នោះវាចូលចិត្តស្អុយណាស់គ្រឿងស្អុយសាច់ឆៅទៅទុំបន្លំខ្លួនទៅនោះមនុស្សលោកខ្លះមិនដឹងទៅហូបចំណីចំណុកអីសាច់អីក្រោយព្រាយទាំងអស់ហូបហើយទៅជាពឹសចុកឆ្អល់ឆ្អែតតាពោះសេសើលលេលលើគ្មានកម្លាំងគ្មានកំហែងវាំងភ្នែកគ្រប់គ្នានឹងក៏មិនយល់ដែរអាហ្នឹងឲ្យយល់ចឹងបន្ទាប់ពីទិសអគ្នេយ៍ទៅគេហៅថាទិសតក្សិណឈរកាន់ដោយប្រល័ក្ខដែលមានបរិវារជាទេវតានិងមនុស្សលោកជាបរិវារនោះទិសតក្សិណទិសខាងត្បូងបន្ទាប់ពីទិសតក្សិណទៅគេហៅថាទិសនិរដីដែលប្រឈមគ្នាជាមួយនឹងទិសឦសានដែលជាទ្វាររបស់មនុស្សលោកទិសនិរដីឈរកាន់ដោយអំណាចបិសាចដែលគេហៅថាយៈនោះក្រុងរៀបនោះអានោះទៅហៅគូខើណាបិសាចវាត្រូវការឈាមវាខុសពីព្រាយដើម្បីបានឈាមបិសាចត្រូវតែសន្ធិដ្ឋចូលទៅគ្រប់គ្រងក្នុងធម្មជាតិរបស់មនុស្សឲ្យមនុស្សសម្លឹងគ្នាជាសត្រូវដើម្បីកាប់សម្លាប់គ្នាទៅបង្ហូរឈាមទៅវាបានដល់អំណាចនៃពពួកបិសាចនោះឯងឃើញទេនឹងឲ្យយល់ទៅអាហ្នឹងទិសនិរដីបន្ទាប់ពីទិសនិរដីទៅគេហៅថាទិសបច្ចឹមទិសបច្ចឹមនេះឈរកាន់ឲ្យនាងសីតាដែលមានបរិវារជានាងសីតាចែងតែចាញ់អធិពលនៃបិសាចបុគ្គលទាំងឡាយណាដែលរៀបចំអសនៈរៀបចំការគោរពរៀបចំគ្រឿងដង្វាយទាំងឡាយដែលមិនយល់ច្បាស់ពីទិសតំបន់ដាក់
តាំងពីទិសខាងលិចបែរទៅកើតបុគ្គលនោះនឹងទទួលរងវាសនាអាភ័ព្វដូចនាងសេដាខំធ្វើល្អយ៉ាងណាក៏មិនទទួលបាននូវគុណប្រយោជន៍ល្អត្រឡប់មកវិញមានតែការចាញ់ផ្ចាតឈ្នានេះទម្លាក់កំហុសចោតប្រកាន់ពីសំណាក់មនុស្សដទៃឬក៏មនុស្សក្នុងផ្ទះខ្លួនឯងនឹងឃើញទេអាភ័ព្វដូចនាងសេដាចឹងធ្វើល្អមានមេត្តាករុណាយ៉ាងណាក៏លទ្ធផលដែលទទួលបានមកវិញសុទ្ធតែរឿងបាបកម្មអាក្រក់ចំពោះខ្លួនត្រូវគេទម្លាក់កំហុសលើត្រូវគេចាប់ប្រកាន់អាខ្លួនបានធ្វើខុសសោះនេះហើយឲ្យយល់ពីទិសនីមួយៗឃើញទេបន្តពីទិសប្រចាំទៅគេហៅថាទិសនោះពាយ័ព្យដែលឈរកាន់ដោយស្ដេចគ្រុឌទិសពាយ័ព្យឈរកាន់ដោយស្ដេចគ្រុឌស្ដេចគ្រុឌតំណាងឲ្យតួអង្គមួយដែលឈរកាន់នៅសច្ចធម៌គុណធម៌មានមេត្តាករុណាស្អប់ខ្ពើមអំពើខុសឆ្គងទាំងពួងចូលចិត្តជួយយកអាសាគេតែលទ្ធផលដែលទទួលបាននៅទីបំផុតគឺគ្រោះថ្នាក់ដោយចាញ់ល្បិចបិសាចណែទិសពាយ័ព្យឃើញទេឲ្យស្គាល់ទិសទាំង8អញ្ចឹងហើយទិសឧត្តរដែលគេហៅថាជាទិសខាងជើងទិសឧត្តរគឺជាទិសទ្វារទឹកឈរកាន់ដោយប្រមេត្តាគង្គគាជាទិសចំណុចលេខ0ដែលមានបរិវារស្ដេចប្រវេសវ័នព្រះយមបាលប្រយមរាជាបរិវារគ្រប់ប្រលឹងមនុស្សដែលស្លាប់មុនអាយុទាំងឡាយត្រូវតែធ្វើដំណើរទៅទិសឧត្តរដែលជាទិសទ្វារទឹកនោះដើម្បីចម្រះកាយគ្រប់ប្រលឹងដើម្បីមានឱកាសទៅចាប់បដិសន្ធិបន្តជាតិពីព្រោះគ្រប់ប្រលឹងទាំងឡាយដែលស្លាប់មុនអាយុមិនអាចមានឱកាសឬក៏ប្រើពាក្យថាចាប់កំណើតបានទេគឺគេប្រើពាក្យថាចាប់បដិសន្ធិបន្តជាតិឲ្យយល់ចឹងនឹងទិសឧត្តរដែលជាទិសទ្វារទឹកគ្រប់ពិធីគ្រប់កិច្ចទាំងឡាយគ្រប់ប្រលឹងអ្នកស្លាប់ទាំងឡាយមនុស្សទាំងឡាយដែលនៅរស់ត្រូវធ្វើពិធីហៅប្រលឹងរបស់អ្នកស្លាប់មុនអាយុទាំងឡាយនោះឲ្យធ្វើដំណើរទៅទិសឧត្តរដែលជាទិសទ្វារទឹកនឹងដើម្បីឲ្យគេទាំងអស់គ្នានោះមានឱកាសជំរះកាយហើយគ្រប់ប្រលឹងដែលស្លាប់មុនអាយុទាំងឡាយដើម្បីធ្វើដំណើរទៅទិសឧត្តរបានវាមិនខុសពីមនុស្សផ្លូវលោកទេត្រូវមានសញ្ញាសម្គាល់អ្វីខ្លះដែលអាចឲ្យប្រលឹងទាំងឡាយនឹងអាចធ្វើដំណើរទៅទិសឧត្តរនឹងបានគេថាមានត្រារបស់ប្រមេត្តាគង្គគាជាយាមធ្វើឡើងដូនតាយើងបានបន្សល់វប្បធម៌ទាំងឡាយសម្រាប់ឲ្យយើងធ្វើមនុស្សលោកនៅរស់ធ្វើហើយបើយើងមិនជឿអានោះទៀតយើងត្រូវលើកហេតុផលឲ្យច្បាស់ថាហេតុអីបានមិនជឿអ្នកឯងមិនជឿបានថាអ្នកឯងមិនដែលឃើញប្រលឹងរបស់អ្នកស្លាប់ទាំងឡាយនៅវិលលើផែនដីទេឬអ្នកឯងមិនដែលឃើញប្រលឹងខ្មោចទាំងឡាយចូលសន្ធិដ្ឋក្នុងមនុស្សទេឬបានជាអ្នកឯងមិនជឿត្រូវទាញហេតុផលឲ្យច្បាស់រីឯបន្ទាប់ពីទិសឧត្តរទៅចូលដល់ទិសឦសាននេះគឺជាទិសទ្វាររបស់មនុស្សលោកគ្រប់មនុស្សលោកគ្រប់ជាតិសាសន៍ឲ្យតែជាមនុស្សលោកកើតនៅឋានកណ្ដាលហ្នឹងទ្វាររបស់ខ្លួនគឺនៅទិសឦសានគឺជាទិសដែលឈរកាន់ដោយព្រះឥសូរឃើញទេពាក្យថាឥសូរគឺជាតួអង្គមួយដែលតែងតែផ្ដល់ពលឺលំអដល់សត្វលោកទាំងឡាយដែលនៅក្នុងទិសរបស់ខ្លួនហ្នឹងដែលមានមនីឥសី7អង្គឈរកាន់នៅទីនោះនៅទិសនោះហើយបច្ចុប្បន្នទិសឦសាននេះมันមានចំហมันមានបង្គោលច្បាស់លាស់ទេទទេស្អាតភាពទទេស្អាតដែលចេញពីទិសឦសាននឹងឯងដែលធ្វើឲ្យមនុស្សក្នុងលោកទាំងមូលដណ្ដើមតែប្រយោជន៍គ្នាដណ្ដើមផ្ទះគ្នាដណ្ដើមដីគ្នាអញ្ចឹងហើយបានជាលោកថាមនុស្សលោកទាំងឡាយគួរតែធ្វើប្រាសាទមួយដាក់នៅចំទិសឦសានដែលជាទ្វាររបស់មនុស្សលោកខ្លួនឯងហ្នឹងដើម្បីកុំឲ្យមនុស្សវាប្រកាសប្រចាក់ទៅតាមតែសម្បត្តិប្រយោជន៍គ្នាពេកអាហ្នឹងនឹងទិសឦសានទ្វារមនុស្សលោកហ្នឹងវាប្រឈមគ្នាជាមួយនឹងទិសនិរដីអំណាចបិសាចហ្នឹងឯងមនុស្សគ្រប់គ្នាកើតនៅរៀងច្បងច្បងដោយសារចំហាយបិសាចដែលប្រឈមមុខទិសគ្នាហ្នឹងឯងធ្វើឲ្យមនុស្សលែងស្គាល់គ្នាឲ្យយល់ចឹងនេះទិសទាំង8ហ្នឹងឲ្យស្គាល់ចំហៀនជាមួយគឺទិសហ្នឹងឯងអញ្ចឹងលោកអីប្រាប់ឲ្យហើយរៀនស្គាល់អំពីការគោរពទាំងឡាយយើងត្រូវដឹងថាឋ
านទាំង3គឺមានវិន័យរបស់ឋាននីមួយឋានទេវតាគឺសម្រាប់តែទេវតាគង់នៅឋានកណ្ដាលគឺជាឋានរបស់មនុស្សរស់នៅឋានយមរាជគឺជាឋានដែលប្រលឹងទាំងឡាយស្លាប់ពីមនុស្សនេះទៅត្រូវតែទៅនៅឋានយមរាជនេះជាសច្ចធម៌ពិតដែលមានការប្រស្រ័យទាក់ទងគ្នារវាងឋានទាំង3នេះហើយយើងក៏អស់គ្នាក៏ត្រូវដឹងថាឋានកណ្ដាលដែលមានតែមនុស្សរស់នៅនេះបច្ចុប្បន្នហ្នឹងមិនមានតែមនុស្សរស់នៅទេដែលមានប្រលឹងចេតសិកដែលស្លាប់ពីមនុស្សមុនអាយុជាច្រើននៅលេឡំវិលនៅលើឋានកណ្ដាលជាមួយយើងអញ្ចឹងការគោរពឧទ្ទិសបួងសួងឯណាបារមីនេះបារមីនោះអីត្រូវប្រយ័ត្នពីព្រោះឋានកណ្ដាលនេះមិនមានទេវតាឯណានៅឋានកណ្ដាលទេក្រៅពីមនុស្សនោះណាហើយយើងមិនដឹងចេះតែបារមីនេះប្រម៉ែនោះតាំងតួប្រអិនផងព្រះអតិទេពផងព្រះមានបុណ្យផងនិយាយពីប្រម៉ែនោះមិនដឹងប្រម៉ែអីខ្លះរាប់អស់ប្រម៉ែនេះខៀវនេះខ្មៅនេះខំមិនស្គាល់នេះទៅទៀតនេះលោកឪមិនមែនប្រមាថទេនិយាយឲ្យចំឲ្យភ្ញាក់ខ្លួនហើយឲ្យស្គាល់អំពីការគោរពកូនខ្លះគោរពហៅមកខ្ទេចខ្ទីអស់ហើយវាជាកំហុសមួយហើយកំហុសនេះលោកឪមិនបន្ទោសទៅកូនខាងណាឬក៏រៀមច្បងមិត្តបធរណាទេពីព្រោះវាជាកំហុសមួយដែលលោកឪធ្លាប់ធ្វើកន្លងមកដែរដែលយើងមិនបានដឹងច្បាស់ឃើញទេហៅអស់ហើយតាំងពីមេតបនេះមេតបនោះនិយាយពីមិនចេះតិចមេតបហើយបើនិយាយពីបារមីភ្នំវិញមកហើយមិនដឹងភ្នំណាខ្លះទេយើងត្រូវដឹងថាគ្រប់ប្រលឹងមេតបទាំងឡាយគឺសតតែជាមនុស្សដែលស្លាប់មុនអាយុដោយចាញ់អំណាចបិសាចឃើញទេហើយយើងសម្រងបួងសួងផ្ដេសផ្ដាស់អាពួកបិសាចអស់នោះឯងមកប្រឡំធ្វើមេតបនេះប្រឡំធ្វើមេតបនោះឃើញទេធ្វើឲ្យយើងកើតនៅចិត្តរំជើបរំជួលញាប់ញ័រមិនដឹងឯណាឯណីហ្នឹងបានទេលើលោកនេះលោកអើគ្រាន់តែប្រាប់ថាគ្មានការពិតណាមួយដែលដឹងច្បាស់ជាងវិញ្ញាណទឹករបស់ខ្លួនឯងជាមនុស្សនេះទេរាល់ថ្ងៃយើងឃ្លានបាយយើងស្រេកទឹកវាជាការដឹងមួយដោយវិញ្ញាណរបស់យើងជាមនុស្សមិនមែនដឹងដោយបារមីអ្នកណាមួយមកទុំលើខ្លួនហើយមកកេះប្រាប់ថាឯងឃ្លានបាយនេះឃ្លានទឹកអត់ទេចឹងការគោរពប្រតិបត្តិយ៉ាងណាត្រូវប្រយ័ត្នពិសេសកូនទាំងឡាយដែលមានជំនឿលើបារមីនេះបារមីនោះហ្នឹងត្រូវចាំច្បាស់ឋានកណ្ដាលគឺមានតែមនុស្សរស់នៅទេហើយលើលោកនេះគ្មានទេវតាឯណាអាចមកជួយមនុស្សលោកក្រៅពីមនុស្សលោកខ្លួនឯងជួយខ្លួនឯងនោះហើយបើមនុស្សលោកមានអាសន្នគឺមានតែមនុស្សលោកនឹងឯងជួយមនុស្សព្រោះវិន័យនៃឋានទាំង3គឺខណ្ឌចែកដាច់ពីគ្នាអត់លូកលាន់គ្នាដាច់ខាតដោយលោកឪប្រាប់ថាឋានយមរាជគឺជាឋានដែលសម្រាប់ឲ្យប្រលឹងទាំងឡាយស្លាប់ពីមនុស្សទៅហ្នឹងត្រូវតែនៅឋានយមរាជហើយឋានយមរាជគឺជាឋានមួយដែលគ្រប់គ្រងដោយព្រះ3អង្គគឺព្រះវេស្សវណ្ណព្រះយមបាលនិងព្រះយមរាជដែលគេហៅថាព្រះអមរិតយៅហ្នឹងឃើញទេសិតតែជាតួអង្គព្រះទាំងអស់តួអង្គទាំង3អង្គនោះឯងដែលមានអំណាចចេស្តាគ្រប់គ្រងប្រលឹងទាំងឡាយឃើញទេមានតួនាទីចាត់ចែងប្រលឹងមនុស្សឲ្យបានទៅចាប់កំណើតទៅចាប់បរិសន្ធិគឺតួអង្គ3អង្គនោះឯងណាហើយយល់អញ្ចឹងទៅឃើញថាកូនទាំងអស់គ្នាដែលមានឧបនិស្ស័យមានជំនឿគោរពទៅលើបារមីនេះបារមីនោះប្រុងប្រយ័ត្នផងកុំចេះតែឧទ្ទិសផ្ដេសផ្ដាស់យើងមិនស្គាល់បារមីច្បាស់ពួកព្រលឹងទាំងឡាយដែលស្លាប់មុនអាយុជាច្រើនហ្នឹងមកប្រឡំធ្វើតួអង្គហ្នឹងព្រោះតែចង់បានក្តីសុខខ្លួនឯងទៅហៅអស់ហើយព្រលឹងមេតបស្លាប់មុនអាយុទាំងប្រមាណទៅហៅគាត់មកថាអីបើគាត់ចាញ់អំណាចបិសាចតាំងពីគាត់នៅរស់ម្ល៉េះ
លោកឲ្យដូចឆ្ងល់កូនមួយចំនួនគ្រប់មេតបទាំងអស់ដែលស្លាប់ទៅហ្នឹងគឺស្លាប់ដោយសារធ្វើសង្គ្រាមចាញ់ឧបាយកលគេរហូតដល់ស្លាប់មុនអាយុចាញ់អធិពលបិសាចចឹងគេដែរហើយយើងមិនដឹងទៅបួងសួងហើយមេតបនេះមេតបនោះគ្រប់មេតបប្រលឹងទាំងអស់ឆ្ងល់ទៀតអីចុះមនុស្សលោកហៅអញទៅបើអញកំពុងរត់កិច្ចពីបិសាចដែរហ្នឹងឃើញទេមនុស្សអត់យល់អាហ្នឹងពិបាកហើយកាលណាគោរពមិនដឹងភារកិច្ចអ្នកដែលថែរក្សាមនុស្សជាតិទាំងឡាយក្នុងโลกនេះគឺមានតែព្រះអេសូមួយអង្គនិងអេសី7អង្គដែលគង់នៅទិសឦសានតែប៉ុណ្ណោះដែលមានទូនាទីផ្ដល់ពលឺផ្ដល់សេរីសួស្តីជួយថែរក្សាមនុស្សជាតិក្នុងโลกនេះកូនទាំងអស់គ្នាត្រូវដឹងពីព្រោះទិសឦសានគឺជាទិសទ្វារមនុស្សលោកឈរកាន់ដោយព្រះអេសូនិងព្រះមនីអេសី7អង្គបើសិនជាកូនទាំងឡាយចង់បានសុខត្រូវគោរពគុណទី1ត្រូវគោរពគុណឪពុកគុណម្ដាយគុណទេវតាធំទាំង3ហើយឧទ្ទិសព្រះមនីអេសូនិងព្រះមនីអេសីទាំង7អង្គដែលគង់នៅទិសឦសាននោះយើងមកប្រោះប្រទានពរឃុំក្រងខ្ញុំបកករណាជាមនុស្សលោកជាកូនជាចៅឲ្យរួចផុតពីសភាវៈអាក្រក់ទាំងពួងណាដែលជ្រៀតជ្រែកបន្លំក្នុងតំបកកាយខ្ញុំបកករណាក៏សូមឲ្យពលឹងទាំងឡាយចេញពីតំបកកាយខ្ញុំទៅឲ្យពលឹងទាំងអស់នោះធ្វើដំណើរទៅទិសឧត្តរដែលជាទិសទ្វារទឹកចម្រះកាយឲ្យនាំគ្នាទៅចាប់អដិសន្តិបន្តជាតិគ្រប់គ្នាទៅហើយក៏សូមរតនាយាងស្ដេចប្រវេសវ័នព្រះយមបាលព្រះយមរាជចាត់សេនាមកការពារទូលបង្គំខ្ញុំបកករណាធ្វើជារនាំងបាំងបិទរាំងខ្ទាស់ចំពោះសភាវៈខ្មៅងឹតទាំងឡាយណាដែលមានបំណងយាយីដល់ខ្ញុំបកករណាក៏សូមបោះវាជាឆ្ងាយឲ្យខ្លាយទៅជារនាំងស្វេតឆ័ត្រមួយដ៏រឹងមាំការពារខ្ញុំបកករណានិងក្រុមគ្រួសារឲ្យជួបប្រទះតែសេចក្តីសុខយើងឧទ្ទិសតែប៉ុណ្្នឹងទៅភារកិច្ចអ្នកដែលថែរក្សាមនុស្សលោកគឺប៉ុណ្្នឹងឯងមិនបាច់ស្អីណាបារមីយាយម៉ៅបារមីមេតបនេះបារមីមេតបនោះបាទទេគឺចោទិសឡើងនឹងប្រលឹងបិសាចប្រឡំមកនឹងធ្វើឲ្យយើងកើតនៅចិត្តរំជើបរំជួលញាប់ញ័រនឹងមោទនភាពខ្លួនឯងនឹងពេញដើរក្នុងផ្លូវខុសទៀតណាប្រយ័ត្នប្រយែងផងណាកូនទាំងឡាយមិត្តពធអ៊ំពូមីងអញ្ចឹងត្រូវយល់អំពីវិន័យនៃឋានទាំង3នេះ